ជំរាបសួរនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ខ្ញុំក៏លើកយកពីចំណុចមួយដែលសហរដ្ឋអាមេរិកសម្ពងក្បាលថៃដែលថៃហ៊ានលុបកិច្ចព្រមព្រៀងចោលមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាជាងកាលពីម្សិលមិញបាទគឺដូចជាបែកអូហូស្ទឹងបើយើងនិយាយទៅទាំងប្រធានាធិបតីសហរដ្ឋអាមេរិកទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រីកម្ពុជាគឺវល់ជាមួយនឹងថៃចឹងម្សិលមិញបើកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ហ្នឹងគឺតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានផ្ញើលិខិតមួយជូនដល់ភាគីថៃដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយរហូតទាល់តែថៃអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំធ្វើជាសាក្សីបាទនឹងកាលពីម្សិលមិញចឹងកាលពីម្សិលមិញហ្នឹងមូលហេតុអីបានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកហ្នឹងផ្ញើលិខិតបាទទៅថៃបាទដើម្បីផ្អាកកិច្ចចរចាពន្ធគយបាទហើយចំណុចផ្អាកការចរចាពន្ធគយនេះគឺសំខាន់ណាស់ប្រសិនណាជាថៃរងសម្ពាធពន្ធពីសហរដ្ឋអាមេរិក 100% សូម្បីតែប្រទេសចិនក៏ជួយថៃអត់បានដែរព្រោះពន្ធនេះសំខាន់រាល់ដែលពន្ធថ្លៃគឺសេដ្ឋកិច្ចយ៉ាប់យ៉ឺនថែមទាំងថៃប្រឈមជាមួយនឹងកម្ពុជាទៀតរាល់ដែលសេដ្ឋកិច្ចទំនិញរបស់ថៃជាច្រើនដែលបំរើឲ្យកសិករប្រជាជនថៃវាត្រូវខាតបង់យ៉ាងធ្ងន់បាទតាមពិតអាមេរិកកាំងគេមិនចង់នឹងធ្វើវិធានការក្តៅនេះទេអាមេរិកកាំងគេមិនចង់ប្រើវិធានការទៅលើពន្ធគយនេះទេតែដោយម្សិលមិញបាទថ្ងៃទី15ខែវិច្ឆិកានឹងដែរបាទគឺនាយករដ្ឋមន្ត្រីថៃបាទគឺលោកអនុទិនឆាន់វរៈគុលនឹងឆ្លើយជាមួយនឹងសហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកបាទថៃមិនអាចបាទកកជាមួយនឹងអាមេរិកបានទេបើយើងនិយាយថាសភាវុធថៃមានត្រឹម F16 Great Pen ទេបាទតែសម្រាប់សហរដ្ឋអាមេរិកចង់កំទេចថៃឲ្យคล้ายជាផេះត្រឹមតែកន្លះម៉ោងបាន20នាទីបានបើយើងនិយាយរួមបាទចឹងកាលពីម្សិលមិញបាទទី15ខែវិច្ឆិកាហ្នឹងដែរឆ្នាំ2025ហ្នឹងបាទគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទគឺលោកអានវ៉ាអ៊ីប្រាហ៊ីមនឹងបានទេទូរស័ព្ទទៅបាទលោកអនុទិនឆាវរៈគុលចឹងពេលដែលទេទូរស័ព្ទនោះបាទគឺអនុទិនឆាវរៈគុលនឹងបើយើងនិយាយទៅគឺឆ្លើយបើយើងនិយាយទៅគាត់បានហែកកិច្ចព្រមព្រៀងសន្តិភាពចោលរួចទៅហើយបាទចឹងលោកប្រធានាធិបតីអាមេរិកនិងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោកទេទៅនេះគឺចង់ឲ្យបានតែសន្តិភាពទេបើគឺឈប់បាញ់គ្នាជាមួយនឹងកម្ពុជាហើយនិយាយពីផ្លូវច្បាប់ដែលបានអនុវត្តព្រមព្រៀងគ្នាបាទធ្វើឡើងនៅប្រទេសម៉ាឡេស៊ីទីក្រុងកូឡាឡាំពូបាទកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025បាទដែលគូភាគីថៃហើយនិងកម្ពុជានឹងយល់ព្រមគ្នាពីរចំណុចបាទចំណុចទី1គឺដោះមីនចំណុចទី2គឺដោះដកអាវុធធុនធំចេញធុនធ្ងន់ហើយឈប់បាញ់គ្នានៃរបស់ប្រធានាធិបតីអាមេរិកហើយនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទចឹងលោកអនុទិនបាទនាយករដ្ឋមន្ត្រីថៃហ្នឹងបាទគឺគេបានប្រាប់មកមេដឹកនាំទាំងពីរដែលជាសាក្សីបាទគឺមានលោកត្រាំហើយនិងលោកអានវីបាទគេថាមីនចំនួន4គ្រាប់បាទគឺគេយកលេសផ្ទុះមីនបាទផ្ទុះមីនកាលពីថ្ងៃទី10បាទផ្ទុះមីនកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ហ្នឹងធ្វើឲ្យទាហានរបស់គេ2នាក់ហ្នឹងដាច់ជើងចឹងផ្ទុះមីននេះគឺផ្ទុះនៅភូម៉ាគឿបាទដែលជាដីរបស់ថៃចឹងអនុទិនយកលេសផ្ទុះមីននេះបាទមករាយការណ៍ប្រាប់លោកដូណាល់ត្រាំហើយនិងលោកអានវីប្រាហ៊ីមបាទអានវ៉ាអ៊ីប្រាហ៊ីមបាទគេថាមីនចំនួន4គ្រាប់គឺជាមីនថ្មីដែលបានដាក់នៅក្នុងទឹកដីថៃកម្ពុជាត្រូវតែចេញសេចក្តីថ្លែងការណ៍សុំទោសប្រជាជនថៃ
ចំពោះឧបតវហេតុនៅភូម៉ាគឺដែលបណ្ដាលឲ្យទាហានថៃរងរបួសនិងបាត់អវយវៈចឹងអនុទីននឹងគេក៏បានប្រាប់ទៅលោកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមទៀតថាគេនឹងពិចារណាលើមតិទាំងនេះរួមជាមួយនឹងព័ត៌មានដែលកាន់កាប់ដោយទីភ្នាក់ងារសន្តិសុខថៃក្នុងការកំណត់វិធានការបន្ថែមទៀតបន្ទាប់ពីភាគីថៃបានបរាជ័យបន្ទាប់ពីភាគីកម្ពុជាបានបរាជ័យក្នុងការអនុវត្តតាមបទបញ្ញត្តិនិងបានបំពេញលក្ខណៈដែលបានចុះកិច្ចព្រមព្រៀងនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីថ្ងៃទី26ខែតុលាឆ្នាំ2025បាទចឹងអនុទីននាយករដ្ឋមន្ត្រីថៃឆ្លើយដែលប្រើភាសានេះមកលោកដូណាល់ត្រាំហើយនឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមឆ្លើយដែលទម្លាក់បន្ទុកមកលើកម្ពុជាផ្ទុះមីននៅក្នុងទឹកដីខ្លួនឯងមកទម្លាក់បន្ទោសទម្លាក់កំហុសមកលើកម្ពុជាផ្ទុះមីនក្នុងប្រទេសខ្លួនឯងហើយប្រទេសថៃខ្ញុំសូមបញ្ជាក់ថាសូម្បីតែព្រំដែនបាទដីរបស់ថៃគ្មានប្រទេសណាមួយចូលបានទេគឺល្អិតល្អន់ណាស់ទាំងយោធាទាំងសភាវុធទាំងកាមេរ៉ាសវត្ថិភាពគឺថៃរៀបចំឡើងទាំងអស់គឺជាពិសេសកាមេរ៉ាសវត្ថិភាពគឺគ្មានអ្នកណាមួយចូលដាក់ដល់មានបានទេចំណុចនេះបានលោកដូណាត្រាំបាទក៏ដូចជាលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកដឹងហើយក៏មានការរបាយការណ៍របស់កម្ពុជាយើងព័ត៌មានបាទក៏ដូចជាពាក្យបណ្ដឹងអីផ្សេងរាជរដ្ឋាភិបាលយើងរៀបចំជូនលោកដូណាល់ត្រាំចឹងទៅបានដាក់សម្ពាធបាទនៅថ្ងៃទី15ហ្នឹងដែលលោកដូណាល់ត្រាំខឹងព្រោះនិយាយអត់ស្ដាប់គ្នាក៏ហែកកិច្ចព្រមព្រៀងដែលលោកដូណាល់ត្រាំធ្វើជាសាកសីចោលទៀតចឹងវាស្មើនឹងប្រមាថអាមេរិកថាវាស្មើនឹងប្រមាថលោកដូណាល់ត្រាំចឹងមានអីតំណាងសភាពាណិជ្ជកម្មបាទនៅថ្ងៃទី15ខែវិច្ឆិកាហ្នឹងដែរបាទគឺបានផ្ញើសេចក្តីជូនដំណឹងបាទលិខិតជូនដំណឹងដល់ភាគីថៃហ្នឹងផ្អាកកិច្ចចរចាពន្ធគយបាទផ្អាកកិច្ចចរចាពន្ធគយចឹងលែងនិយាយគ្នាបាទលែងនិយាយគ្នាបើនៅមិនស្ដាប់ពន្ធគយ 100% ចឹងពេលហ្នឹងចិនក៏ជួយថៃលែងបានដែរស្របពេលដែលសហរដ្ឋអាមេរិកបាទបានផ្អាកពន្ធគយបាទជាមួយនឹងថៃបាទចឹងនៅថ្ងៃទី15និយាយរួមថ្ងៃទី15ម្សិលមិញហ្នឹងគឺបែកខ្ទិះបាទធ្វើឲ្យលោកដូណាល់ត្រាំហ្នឹងក៏ហត់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមហ្នឹងក៏ហត់បាទនាយករដ្ឋមន្ត្រីកម្ពុជាយើងហ្នឹងក៏ហត់ថ្ងៃទី15សិលមិញហ្នឹងដោយសារថៃវាក្លុកតែបើទោះបីថៃក្លុកយ៉ាងណាក៏អាមេរិកចាប់បាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់បានក៏ដូចជាកម្ពុជារបស់យើងតាមទាន់សភាពការថៃក្លុកបាទដើម្បីប្រវែដានស្ថានភាពនយោបាយក្នុងប្រទេសថៃចឹងថ្ងៃទី15សិលមិញហ្នឹងអ្នកនាំពាក្យបាទក្រសួងការបរទេសរបស់គេនេះបាទគឺឈ្មោះនីកុនដេកបាឡានគូរ៉ាបាទគឺតួនាទីរបស់គេនឹងពីរទី1គឺអគ្គនាយកនៃនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការបរទេសថៃបាទគឺគេបានចេញសេចក្តីថ្លែងការណ៍ហ្នឹងគេថាសម្ដែងការខកចិត្តបាទចំពោះជំហររបស់តំណាងបាទពាណិជ្ជកម្មសហរដ្ឋអាមេរិកបានផ្អាកការចរចាកាត់បន្ថយពន្ធគយនាំចូលរហូតបាទដល់ថៃហ្នឹងព្រមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាបាទអញ្ចឹងអាអ្នកនាំពាក្យក្រសួងការបរទេសថៃហ្នឹងបាទវាចេញមកឆ្លើយទៀតបាទគឺវាប្រមាថលោកដូណាល់ត្រាំទៀតវាប្រមាថសហរដ្ឋអាមេរិកទៀតបើនិយាយទៅវាអត់ដឹងថាភ្នំខ្ពស់បាទដីទៀបអីចឹងណាវាអត់ដឹងវាអត់ស្គាល់មួកមកុដអីចឹងទៅបាទគឺវាសំញែងបាទចេញអាសេចក្តីថ្លែងការណ៍រួមហ្នឹងដាក់ទៅសហរដ្ឋអាមេរិកឲ្យលោកដូណាល់ត្រាំទៅទៀតបាទចឹងថ្មីនៅថ្ងៃទី15ហ្នឹងដែរបាទគឺលោករ៉ូសឆាលីបាទចន្ទ្រាបាទអតីតជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃហ្នឹងក៏បានចេញមកដែរបាទគឺបានរិះគន់ចំបាទចំពោះនាយករដ្ឋមន្ត្រីថៃហ្នឹងថានាយករដ្ឋមន្ត្រីថៃបានតែវោហាសាសកន្លងមកជុំវិញចំនួនព្រំដែនកម្ពុជាថៃ
nâng ban và ca bình chóp son là phiếp chỉ mùi Campuchia ban nom ở miền ca ạ và ca cho cha bình này cảm và chân à tây tạ và chùm nuôi ca rom tây ca bò tê và thay nắng cây ban và tô tàu như rom tây thay và kể thay và cái này gì ban này gì và pi chùm luôn Prom đan Campuchia nấy và tai ca ạ nó vót đã thử bình chóp ở miền ca chụp bánh và xoay rốt son là phiếp nắng cứ vì ọt miền và chân à tây tạ chùm nuôi ca rom tây của xuông ca bò tây có ban ri côn một lơ nẹ non pịa của xuông ca bò tây tiệt và cứ ban ri côn mà lơ lâu nít con và đây bà lán cora năng và đại ban lợt lang thà bom rai luôn anh và tay bom plan và tay chết và cứ clay và chân cờ long máu cứ thấy và thơ cứ đàm bay tay lệp vô tật đây Campuchia bà hai mình kịch pi xét tại cách thấy mình kịch pi và chi chun thay anh ấy khiêm mơ này khla khla năng vô chân thay trâu rong bật tục thôn và thay rong bật tục thôn mình ai bà đo sai bàn tê bà sân năm mình chụp bánh này chỉ mua năng Campuchia nì dây bị phơi cho bắp hay năng ca tụt bà sân na chia lục đô là tram lục này đi pin tùng hừng lục đô là tram bà mình bỏ bong Campuchia chào cứ thay rôm cru thốn này bộ cả lâu thay ọt miên từ chắp chân từ chắp Rusi ấy bà tê na bà một lên chỉ muốn năng mình càng bán tê hay riêng này cứ cả lang pi bà ca sống đành vừa ở tu min rồi bỏ thầy bà không đầy thầy vô vi ọt miên đai lệ na bà tu min mà đong hay mà đong tiết tăng pi môn cách bà chung cầm pu là xiên bà sống đành tu min ọt son từ thốt sống đành mà xa tiệt bà hay ọt nghĩ tới ta xuất tại miên camera sẽ tập hiệp bà vì miên cai rồi nộp đai làm mấy căng xạ ca chỉ mới nông ma lệ dĩ đại chạp nó lơ mây nó lơ ca nó đấy cái chạp mơ tất tập hiệp bơ tất ca thay hay nằng Campuchia này chân thay cho nói đi cứ thay cru thạ thôn để thay mình ai đọc sai bàn bởi sân na chỉ mình dốt cho bác chỉ thủng anh đang nhom dây pro sân mà xã rót Americ lục đại kháng xã rót Americ lục đô là Trump và chui Campuchia dân xuân hai rương này bà cứ tu mình bà nhom xong thôi khối tích bà thôi khối tích bà cứ tu mình nó cứ ngày tỷ đọc khai với chả cả bà cho năm pi pon phải pram thôi ở đại trường thì hiện thay nó pi nè bà nâu phu mà cửa bà phải tây thay chân và top đẹp tu min hai tiếng để du rom tây thay tiếng rom tây xuống cà phê chiết tiếng mê top bà ở thay nó kê sổng nhanh bà kê sổng đánh rực bà sọc hiu vốt bà ép đập vào môi cái pen rồi môi co ảo vốt thôn thôn mà cái nâng con top chủng liêng mau Campuchia sổng nhanh bà quay Campuchia bà chân rồi đó ngay thì đập môi nâng màu bà đi du rom tây thay nó kê bà chúng hai cách xoăn này ra đại lục tram thôi chỉ xả xây bà miền bà tây Malaysia bóng bà ni cứ chỉ thôn ngô na chẳng rồi hốt bà đo ngày ti đọc pi khai về ca năng bà về liêu mong đọc pram ha sập này ti cứ kỷ dục lẹ pi ca tu min nắng bà thôi ở đặt chân thì hiên cái pi nẹ nắng cái banh bà ha một lơ bà chia porot slow trong Campuchia bà cứ nâu ngày ti đọc pi bà cứ bởi chi porot nâu phum bầy chán khung ô bầy chôn sọc ô trâu khách và tìm miền chảy trong việc thua ở slap mà nè bà rộ bụt ngôn nâng bầy nè bà chân và tốt đầy banh hai và cứ sống đạch thật ở đây bà hôn mà này bà này dù ròn tây cam chia nắng bà nâu dục ngay tí đọc buồn khai vì chả cho năm pipon phải pram bà ban tê tu rồi sạp bà bị phía xa chỉ mùi nâng bật thiên đi thật ở đây xã rót Americ lục đô là tràm bà chân không nông chùm nộp nó cứ sầm đách bà cọt nè cứ lợi lang vì cách prom prieng bà son đập hiệp bà nâu tì krong Kuala Lumpur bà tê Malaysia ca bị ngay ti mà phay bỏ mùi khai tổ la cho năm pipon mà phay pram sầm đách bất chỉ lợi chùm nói năng ai chân dùl prom cái này nó pi chùm nói bà chùm nói tí mùi cứ chụp bánh bà ô đọ xong tôi đọ ở vô thôn ngột bà trong nó ti pi bà đo mình bà đầy prom prieng kia chẳng bà có chỉ lấy trong nó năng hai trong nó mùi tiết bà cứ bà có nè cứ thay ban sống đầy bà thua ở tu mình bà nâu không bà tây luôn ấy tùm lẹ còn hô một lời Campuchia
រហូតបើកការបាញ់បហាមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាបាទធ្វើឲ្យរបស្លាប់នឹងម្នាក់របួសធ្ងន់3នាក់បាទនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅចឹងដែលពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបាទព្រោះពេលហ្នឹងសម្ដេចធិបតីលោកទេទូរស័ព្ទទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងលោកទេទូរស័ព្ទទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំផងប្រាប់ពីថៃបំពេញបាកិច្ចព្រមព្រៀងហ្នឹងរហូតដល់បាញ់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាមួយម្នាក់ស្លាប់បានធ្វើឲ្យរបួសនៅធ្ងន់នឹង3នាក់រហូតដល់បានលឺអាដំណឹងនេះយើងតាមដានស្ថានភាពបើក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងទេទូរស័ព្ទមកនាយករដ្ឋមន្ត្រីថៃអនុទិនឆាន់វីរៈគុលនេះបាទដែលឆាន់វីរៈគុលឆ្លើយទៅប្រហូតបានអាមេរិកាំងបាទបានផ្អាកបាទកិច្ចចរចាពុនកយតែម្ដងទៅអញ្ចឹងយើងតាមដានព្រឹត្តិការណ៍ស្ថានភាពកម្ពុជាថៃទៀតថាតើថៃមានល្បិចអីទៀតហើយថៃប្រើបាទគម្រោងការអ្វីទៀតសម្រាប់បើកការបាញ់ក៏ដូចជាយកទឹកដីកម្ពុជា